ខ្ញុំបាទសូមធ្វើការអនុញ្ញាតគោរពជំរាបសួរទៅកាន់ពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនៅក្នុងថ្ងៃនេះខ្ញុំបាទសូមពំនាំអារម្មណ៍ពុកម៉ែបងប្អូនមកតាមដានសម្ដាប់នៃជោគជតារាសីដែលខ្ញុំបាទ Daily BMC បានធ្វើការដកស្រង់និងអានជូននៅក្បួនហោរាសាស្ត្រប្រចាំថ្ងៃបើមើលតាមតម្រាទិញរបស់បើទិញរបស់នៅថ្ងៃពុធនេះរបស់នោះនឹងឲ្យទោសច្រើនប្រការណាព្រោះរបស់នោះមានស្នាក់ស្នាមមិនល្អសូមពុកម៉ែបងប្អូនធ្វើការ comment នៅលេខសំណាងនិងពាក្យថាសាធុចំនួន3ដងរួចសៀចេញភ្លាមនឹងមានសំណាងល្អជាប់តាមខ្លួនរហូតនៅថ្ងៃពុធនេះផងដែរចំពោះការធ្វើដំណើរប្រកបរបររកស៊ីអស់លោកអ្នកត្រូវប្រកាន់យកទិសខាងលិចតែកុំចោលយាត្រាទៅទិសខាងកើតគឺជាទិសអពមង្គលធ្វើកិច្ចការងារអ្វីមិនគួរប្រសើរឡើយចំពោះការអង្គុយឲ្យមានសេរីសួស្តីក្នុងការធ្វើពិធីសែនព្រេនឬក៏ធ្វើកិច្ចការងារអ្វីផ្សេងនៅក្នុងថ្ងៃពុធនេះលោកឲ្យអង្គុយនៅទិសនិរដីបែរមុខទៅរកទិសពាយ័ព្យនិងទទួលបានជោគជ័យគ្រប់កាលៈទេសៈបើមើលតាមម៉ោងលៀបម៉ោងគ្រូក្នុងការធ្វើដំណើរទៅទីជិតឆ្ងាយនៅក្នុងថ្ងៃពុធនេះលោកឲ្យធ្វើដំណើរចាប់ពីមាន់រងាវដល់ម៉ោង 6:30 នាទីព្រឹកគឺជាម៉ោងផ្នត់សូន្យទៅទេគ្មានអ្វីសោះគឺមានន័យថាមិនបានទទួលលៀបអ្វីហើយក៏មិនបានជួបគ្រោះថ្នាក់អ្វីដែរធ្វើដំណើរចាប់ពីម៉ោង 6:30 នាទីព្រឹកដល់ម៉ោង 11 ព្រឹកគឺជាម៉ោង 02 ជាម៉ោងសុខសាន្តធ្វើដំណើរទៅណាមកណាបានសេចក្តីសុខសេមសាន្តសម្រាប់ម៉ោងនេះធ្វើដំណើរចាប់ពីម៉ោង 11 ព្រឹកដល់ម៉ោង 2 រសៀលគឺជាម៉ោង 01 គឺមានន័យថាការធ្វើដំណើរឬធ្វើចំនួនផ្សេងមិនល្អឡើយគឺជាម៉ោងគ្រោះកាចនៅចន្លោះម៉ោងនេះមិនគួរធ្វើដំណើរទៅឆ្ងាយឡើយតែបើធ្វើដំណើរហើយសូមប្រុងប្រយ័ត្នចរាចរណ៍ឲ្យបានខ្ពស់បំផុតធ្វើដំណើរចាប់ពីម៉ោង 2 រសៀលដល់ម៉ោង 5 រសៀលគឺជាម៉ោង 04 គឺមានន័យថានៅចន្លោះម៉ោងនេះគឺល្អណាស់ធ្វើអ្វីនឹងទទួលបានជោគជ័យព្រោះគ្មានអ្វីមកយាយីបានទេមានតែលៀបសក្ការៈហូរចូលពេញបរិបូរណ៍ធ្វើដំណើរចាប់ពីម៉ោង 5 រសៀលដល់ម៉ោងចូលគេងគឺជាម៉ោងកាកបាទមានន័យថាធ្វើដំណើរទៅណាមកណានឹងកើតក្តីអន្តរាយគួរប្រុងប្រយ័ត្នក្នុងការបណ្ដាក់ទុនផ្សេងឬក៏ទុកដាក់របស់របរឲ្យបានត្រឹមត្រូវជៀសវាងការបាត់បង់ដោយប្រការណាមួយសូមពុកម៉ែបងប្អូនរីករាយតាមដានស្ដាប់ជាមួយ Channel ខ្ញុំបាទដូចតទៅឆ្នាំជូតកណ្ដុរនាំលៀបនាំសំណាងឧបរាជចិញ្ចឹមជួបតែរឿងល្អក្នុងផ្ទះមានលៀបមានសំណាងនិងជួបតែមនុស្សជួយជ្រោមជ្រែងសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាម៉ោងនាំលៀបសំណាងម៉ោង 6 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងក្រហមលេខនាំលៀបសំណាងលេខ 11 និង 61សូមខមមិនលេខ 888 យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំជូតនៅក្នុងថ្ងៃនេះដេសាដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតដូច្នេះផ្ដល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬរៀបចំពិធីអ្វីមួយផងចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ប្ដូរមុខរបរថ្មីជាឱកាសប្រពៃមួយដែលព្រោះថាមានការជឿនលឿនទៅមុខល្អគួរសមរីឯការធ្វើដំណើរទៅទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមរកគ្នាល្អប្រពៃណាឆ្នាំឆ្លូវគោនោមលៀបនោមជ័យនោមសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំម៉ោងនោមលៀបសំណាងម៉ោង 8 ព្រឹកដល់ម៉ោង 7 ល្ងាចពណ៌នោមលៀបសំណាងពណ៌សនិងក្រហមលេខនោមលៀបសំណាងលេខ 45 និង 66សូមខមមិនលេខ 689 យកលៀបសម្បត្តិអភិជនចំពោះឆ្នាំឆ្លូវនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកស្រុតចុះដូច្នេះបើចង់ធ្វើអ្វីមួយក៏តោងតែមានការប្រយ័ត្នប្រយែងបន្តិចទៅបញ្ហាអាក្រក់មិនអាចយាយីបានសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីដោយសារថ្ងៃនេះយាយអ៊ុនកំពុងដាក់ស្រាប់ម្ល៉េះហើយធ្វើឲ្យមានក្រុមមនុស្សតាមឈ្នានេះនឹងជាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងៀមទើបជៀសផុតពីចំនួនវិវាទទាំងពួងនេះទៅរួចរីឯការធ្វើដំណើរទៅទីជិតឆ្ងាយមិនសូវមានសុវត្ថិភាពប៉ុន្មានទេក៏បីបន្ថែមការប្រុងប្រយ័ត្នបន្តិចទៅប្រសើររីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមេម៉ាយក្តីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឲ្យមានការរកាមរកោសមិនសូវស្រួលចិត្តប៉ុន្មានឡើយឆ្នាំខាលខ្លាសេដ្ឋីចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាយជាអ្នកមានអំណាចម៉ោងនាំលៀបសំណាងម៉ោង 4 ព្រឹកដល់ម៉ោង 5 ល្ងាចពណ៌នាំលៀបសំណាងពណ៌ទឹកក្រូចនិងឈាមជ្រូកលេខនាំលៀបសំណាងលេខ 27 និង 49សូមខមមិនលេខ 111 យកលៀបសម្បត្តិអភិជនចំពោះឆ្នាំខាលនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកល្អជាមធ្យមដូច្នេះលោកអ្នកអាចរងទទួលផលប៉ះទង្គិចនិងមានរឿងរ៉ាវយាយីមួយចំនួនត្រូវឆ្លងកាត់ផងបើទោះបីធ្វើអ្វីក៏
ដោយក៏តោងតែមានការអត់ធ្មត់បន្តិចទៅមិនមានបញ្ហាមិនល្អណាមួយឈានចូលមកកើតសម្រាប់អ្នកប្រកបមុខរបរជួញដូររុក្ស៊ីទោះបីលោកអ្នកចេញធ្វើចំនួនទីជាតិឆ្ងាយមិនទោះខុសអ្វីទេព្រោះផលជាផ្លែផ្កាទទួលបានមកវិញក៏លូតលាស់ជាសន្សឹមគ្រាន់មកពេញអំពង់អញ្ចឹងដែររីឯការធ្វើដំណើរទីជាតិឆ្ងាយមានភាពប្រទិងប្រទើសតែមានសុខដុមល្អរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំកុំចង់ដាស់ហើពីវាលពីការឬប្រព្រឹត្តស្នេហាភ្លើតភ្លើនប្រយ័ត្នជួបរឿងសោយការរឿងធំគ្មានអ្នកណាជួយស្រោចស្រង់ទៅរួចឆ្នាំថោះទន្សាយមាសបារមីដេជះប្រាជ្ញាឆ្លៀសវៃមានគេជួយជ្រុំជ្រែងអនាគតបានខ្លាយជាអ្នកមានទ្រព្យនិងមានអំណាចម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងខ្មៅលេខនាំលៀបសំណាងលេខ1និង49សូមខមមិនលេខ168យកលៀបសម្បត្តិអ្នកមានជន់ខ្ពស់ចំពោះឆ្នាំថោះនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតដូច្នេះផ្ដល់ផលល្អសម្រាប់លោកអ្នកប្រកបការងារអ្វីមួយដែលសំខាន់ពីព្រោះថាផលល្អតែងហុចមកវិញគ្រាន់ជាទីកក់ក្ដៅផងសម្រាប់អ្នកប្រកបមុខរបរជួញដូររុក្ស៊ីការជួញទីជាតិឆ្ងាយតែងតែហុចផលជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផងរីឯការធ្វើដំណើរទៅទីជាតិឆ្ងាយទោះបីដួងរាសីរបស់លោកអ្នកល្អប្រសើរក្តីតែគប្បីប្រុងប្រយ័ត្នផងពីព្រោះថាឧបទ្រពចង្រៃតាមយាយីនៅឡើយរីឯសេចក្តីស្នេហាប្រុសស្រីមានភាពចុះសម្រុងនិងមានភាពស្រស់ស្រាយល្អប្រពៃណាឆ្នាំរោងអ្នករាជមានរិទ្ធមានអំណាចអ្នកតែងមានគំនិតជ្រះថ្លាប្រាជ្ញាវាងវៃប្រាថ្នាអ្វីបានសម្រេចធ្វើការងារតូចធំរមែងមានអ្នកគាំទ្រទំនុកបំរុងគ្រប់សពបែបយ៉ាងម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌សនិងក្រហមលេខនាំលៀបសំណាងលេខ11និង29សូមខមមិនលេខ555យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំរោងនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកស្រុតចុះដូច្នេះមិនផ្ដល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារណាដែលសំខាន់ពេកឡើយពីព្រោះថាផលអាក្រក់នៅឃើញថាមានកើតឡើងចំពោះមុខផងសម្រាប់អ្នកប្រកបមុខរបរជួញដូររុក្ស៊ីទោះបីជួញទីជាតិឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកទោះបីប្រាក់ចំណូលមិនកើនឡើងច្រើនតែមានភាពសុខដុមល្អរីឯការធ្វើដំណើរទៅទីជាតិឆ្ងាយពេលទៅមានសុវត្ថិភាពគួរសមតែពេលត្រឡប់មកវិញក៏បីបន្ថែមការប្រុងប្រយ័ត្នបន្តិចទៅប្រសើររីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំជួនកាលក៏ត្រូវរើគ្នាជួនកាលក៏រកម្មចិត្តគ្នាមិនសូវទៀងទាត់ឡើយឆ្នាំម្សាញ់ពោះទេវតានាំលៀបឧបរាជចិញ្ចឹមមានជ័យជំនះមនុស្សស្រឡាញ់រាប់អានច្រើនម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌បៃតងនិងក្រហមលេខនាំលៀបសំណាងលេខ77និង99សូមខមមិនលេខ899យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំម្សាញ់នៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកល្អជាមធ្យមដូច្នេះលោកអ្នកមានភាពភ្លឺថ្លាគ្រាន់បើហើយធ្វើអ្វីក៏តែងតែមានភាពជឿនលឿនទៅមុខជាសន្សឹមផងដែរសម្រាប់អ្នកប្រកបមុខរបរជួញដូររុក្ស៊ីលោកអ្នកតោងតែចេះរៀបចំបញ្ជីប្រាក់កាសឲ្យបានច្បាស់លាស់ព្រោះថាងាយនឹងកើតរឿងកើតឡើងណាស់ព្រោះតែមានបញ្ហាភ័ន្តច្រឡំណាមួយកើតឡើងរីឯការធ្វើដំណើរទៅទីជាតិឆ្ងាយមិនសូវមានសុវត្ថិភាពប៉ុន្មានទេពិសេសអ្នកបើកបរហាមសេពគ្រឿងស្រវឹងដាច់ខាតរីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីកំឡោះក្រមុំពិសេសស្ត្រីឲ្យប្រយ័ត្នព្រោះចាញ់បោកភាគីម្ខាងទៀតដោយប្រការណាមួយហើយត្រូវមកដេកស្ដាយក្រោយខូចអនាគតភ្លឺស្វាងឥតអំពើឆ្នាំមមីសេះមេតបនាំលៀបឧបរាជចិញ្ចឹមមានសំណាងឈ្នះរាល់មាសត្រូវគ្រប់ច្រឡហកឡើងបនឡើងស័កឡើងតួនាទីម៉ោងនាំលៀបសំណាងម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌ទឹកក្រូចនិងពណ៌សលេខនាំលៀបសំណាងលេខ77និង89សូមខមមិនលេខ555យកលៀបសម្បត្តិអុកញ៉ាចំពោះឆ្នាំមមីនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតដូច្នេះលោកអ្នកអាចទទួលដំណឹងល្អនិងពិសេសមានក្រុមមនុស្សជួយជ្រោមជ្រែងអ្វីមួយទៀតផងសម្រាប់អ្នកប្រកបមុខរបរជួញដូររុក្ស៊ីមិនថាការជួញទីជាតិឆ្ងាយក៏តែងតែហុចផលជាផ្លែផ្កានិងផលកម្រៃគ្រាន់ជាទីកក់ក្ដៅផងដែររីឯការធ្វើដំណើរទៅទីជាតិឆ្ងាយជួបភាពសុខដុមដោយសពមួយដងរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយរាក់ទាក់គ្នាល្អប្រពៃណាឆ្នាំមមេប្រពេមាសបារមីដេជះមានលៀបមានសំណាងคล้ายជាមហាសេដ្ឋីមហាសាលម៉ោងនាំលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នាំលៀបសំណាងពណ៌ប្រផេះនិងបៃតងលេខនាំលៀបសំណាងលេខ20និង66សូមខមមិនលេខ789យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំមមេនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតដូច្នេះលោកអ្នកអាចសម្រុកការងារតូចធំបានហើយពីព្រោះថាផលល្អតូចធំក៏តែងឆ្លើយតបមកវិញ
គ្រូនជាទីពេញចិត្តផងដែរសម្រាប់អ្នកប្រកបមួយរបរជួញដូររកស៊ីមិនថាការជួញទីជិតឆ្ងាយក៏តែងតែទទួលបានជោគជ័យដោយការយកប្រាក់ចំណេញត្រឡប់មកផ្ទះវិញមួយចំនួនថែមទៀតផងរីឯការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសេចក្តីសុខសេមខ្សាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានភាពសុខដុមនិងផ្អែមល្ហែមរកគ្នាល្អប្រៀបដូចត្រីក្នុងទឹកនារដូវវស្សាឆ្នាំវោកស្វាមាសមានលៀបមានសំណាងប្រាថ្នាអ្វីតែងបានសម្រេចតែនឿយបន្តិចម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នាំលៀបសំណាងពណ៌ខ្មៅនិងសលេខនាំលៀបសំណាងលេខ69និង99សូមខមមិនលេខ899យកលៀបសម្បត្តិអភិជនចំពោះឆ្នាំវោកនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកស្រត់ចុះដូច្នេះដំណើរជីវិតរបស់លោកអ្នកមិនគួរប្រសើរប៉ុន្មានទេពិសេសទោះបីធ្វើអ្វីក៏តែងតែមិនឆ្លើយតបដោយជាទីពេញចិត្តនោះដែរក្រៅពីនេះបើមានការសម្រេចចិត្តរឿងសំខាន់ឬចរចារឿងអ្វីមួយក៏តែងតែភ្លាត់ឱកាសឬក៏មិនសមប្រកបដោយបំណងនោះឡើយចំពោះអ្នកប្រកបមួយរបរជួញដូររកស៊ីវិញជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើចំនួនទីជិតឆ្ងាយមិនសមដោយប្រកបទេព្រោះច្រើនអង្គុយស្ងាត់ជាងច្រើនដងរីឯការធ្វើដំណើរទៅទីជិតឆ្ងាយសូមប្រយ័ត្នបញ្ហាសុខភាពបន្តិចពីព្រោះថាងាយនឹងរងទទួលផលប៉ះពាល់ណាស់រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្ដូរផ្លាស់ជួនកាលក៏ផ្អែមល្ហែមជួនកាលក៏ពាក្យមុខខ្លាដាក់គ្នាឆ្នាំរកាមុនភ្លើងពូមាសជួបសុខសំណាងមនុស្សគ្រប់គ្នាជួបហើយតែងស្រឡាញ់រាប់អានទំនុកបំរុងម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌សនិងលឿងលេខនាំលៀបសំណាងលេខ48និង59សូមខមមិនលេខ666យកលៀបកហបតីជនខ្ពស់ចំពោះឆ្នាំរកានៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកល្អជាមធ្យមដូច្នេះមិនសូវហុចផលជាផ្លែផ្កាគួរជាទីពេញចិត្តឡើយប្រហែលតតែខិតខំខ្លាំងបន្តិចទើបអាចសម្រេចជោគជ័យទៅរួចចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីបើចង់ពង្រីកមុខរបរគឺពុំសូវទទួលបានប្រយោជន៍អ្វីឡើយគឺបានត្រឹមតែបង់កម្លាំងតែប៉ុណ្ណោះរីឯការធ្វើដំណើរទៅទីជិតឆ្ងាយមានភាពប្រទែងបន្តិចតែក៏មានភាពសុខដុមល្អផងដែររីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំបើមានចំនួនវិវាទហើយចង់ដោះស្រាយក៏តែងតែត្រូវខិតខំខ្លាំងទើបអាចជួបភាពផ្អែមល្ហែមដូចដើមវិញឆ្នាំចសំណក់មានលៀបមានសំណាងពោពេញទៅដោយសុភមង្គលជាពិសេសអនាគតខ្លាយជាសេដ្ឋីកហបតីចិនខ្ពស់ម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងក្រហមលេខនាំលៀបសំណាងលេខ11និង61សូមខមមិនលេខ555យកលៀបសម្បត្តិអ្នកមានជនខ្ពស់ចំពោះឆ្នាំចនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតដូច្នេះមិនថាការសម្រេចចិត្តទិញផ្ទះលេងហ៊ុនឬចរចារឿងទំនាក់ទំនងការងារឬផ្លាស់ប្ដូរអ្វីក៏តែងតែផ្ដល់ផលល្អជាងអាក្រក់ជានិច្ចរីឯអ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានការទិញចូលលក់ចេញល្អរីឯផលកម្រៃទៀតសោតក៏ហូរចូលមកផ្ទះគ្រួនជាទីកក់ក្ដៅផងដែររីឯការធ្វើដំណើរទៅទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាឆ្នាំកោជ្រូកនាំសំណាងនាំសុភមង្គលសម្រេចរាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងផ្កាឈូកលេខនាំលៀបសំណាងលេខ61និង82សូមខមមិនលេខ168យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំកោនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកស្រត់ចុះដូច្នេះបើទោះបីធ្វើអ្វីក៏ដោយបើមិនបានពិចារណាឲ្យបានល្អទេនោះងាយនឹងកើតរឿងខូចខាតប្រាក់ការខាតទៀងកម្លាំងនិងពិសេសអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តថែមទៀតផងចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីមានការទិញចូលលក់ចេញគ្រុនបើតែយ៉ាងណាក៏ដោយត្រូវតែខិតខំខ្លាំងទើបអាចទទួលបានជោគជ័យធំទៅរួចព្រោះការធ្វើដំណើរទៅទីជិតឆ្ងាយសូមប្រយ័ត្នបញ្ហាសុខភាពបន្តិចពីព្រោះថាងាយរងផលប៉ះពាល់ណាស់រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានការប្រែប្រួលប្ដូរផ្លាស់ជួនកាលក៏ត្រូវរើគ្នាជួនកាលក៏ទាស់ផ្ទែងគ្នាទៅ